No, we know this is a super strong team. We know how they play, how they do, and for sure we come up with strategy like tactics to this game and like try to because we know the strengths of Swearing, so we try to kick in the weaknesses. And just congrats, as I say, like one more time our opponents. And after the match, doesn't matter what happening, yellow cards, arguing, you know, they shake hands and say thank you. That's it. គាត់យកឃើញថាស្វ័យរៀងគឺជាក្រុមមួយដែលខ្លាំងមែនទែនជុំវិញនឹងការលេងរបស់ពួកគេព្រោះគេមានកីឡាករល្អគេមានបច្ចេកទេសនៃការលេងផ្សេងហើយជុំវិញនឹងការប្រកួតនេះយើងក៏បានស្វែងរកចំណុចខ្សោយរបស់គេមួយចំនួនប៉ុណ្ណេះជុំវិញនឹងការលេងហើយគឺបាល់ទាត់គឺល្អមែនទែនសម្រាប់ការប្រកួតប្រជែងថ្ងៃនេះគាត់ចង់អបអរទៅកាន់ក្រុមទាំងសងខាងផងដែរព្រោះយើងអត់ដឹងថាក្នុងការប្រកួតមានរឿងអីកើតឡើងតែចប់ការប្រកួតយើងចាប់ដៃគ្នាយើងនៅតែបន្តធ្វើការជាមួយគ្នា Look, a good academy. Those young players are good players, so we know this already. They were aggressive. They run a lot. They fight a lot. Yeah, nothing really more than that. Like I said, it was a game of moments, not a massive amount of quality in the game. So it was always going to come down to something like a mistake on the back line or somebody produced some real quality, which never happened. It was more just two mistakes. Mistake from them for our goal and mistake for us for their goal. កីឡាករភ្នំពេញក្រោនក្មេងៗគឺយើងបានដឹងអំពីគុណភាពរបស់គាត់ហើយសម្រាប់នៅក្នុងការប្រកួតគឺពួកគាត់រត់ច្រើនពួកគាត់ប្រជែងច្រើនអញ្ចឹងយើងបានឃើញគុណភាពរបស់គាត់ហើយសម្រាប់ការប្រកួតនេះដែរគឺយើងពាក់ព័ន្ធទៅនឹងគុណភាពអីផ្សេងៗគឺមិនសូវជាការឡើងច្រើនទេវាកើតឡើងអំពីពាក់ព័ន្ធទៅនឹងការបង្កើតទំហំអំពីក្រុមហើយហ្នឹងឯងពាក់ព័ន្ធទៅនឹងកំហុសមួយចំនួនហើយយើងឃើញការប្រកួតខាងក្នុងវិញក្រោយពេលខ្លះក៏មិនសូវជាលេងច្រើនកីឡាករដួលនៅក្នុងទីលានច្រើនអីជាដើម